ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានគោលបំណងចង់ចំបកងអូស្ត្រាលីធម្មជាតិអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកាន់តែងាយស្រួលហើយដោយសារបកងរបស់ខ្ញុំគឺចំនៅផ្នែកនៅខាងខេត្តកំពតឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាសខេត្តកំពតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់ចំបកងអូស្ត្រាលីធម្មជាតិបងប្អូនអាចទៅអ្នកតំណមកខាងយើងខ្ញុំបានខាងខ្ញុំមានតំបកងពូជកូនហើយនិងមេបាសម្រាប់បងប្អូនដែលគាត់ចង់ចំលក្ខណៈខ្នាតតូចបងប្អូនទាំងអស់គ្នាយើងចំជាឈុត$50ក៏បានដែរសម្រាប់បងប្អូនដែលគាត់សាកចំដបងអញ្ចឹងណាយើងចំបែបនៅខាងផ្ទះឬក៏លំអហើយក៏រៀនចាំអីចឹងបងប្អូនអាចសាកជាកញ្ចប់តូចអីក៏បានដែរឬក៏មានលទ្ធភាពបងប្អូនចង់ដាក់ធំដាក់អីក៏បានដែរបងប្អូនណាអញ្ចឹងកាន់តែងាយស្រួលហើយបងប្អូនទាំងអស់គ្នាដោយសារបកងរបស់យើងណាមិនបាច់ចាំទៅហ៊ានណាឆ្ងាយពិបាករកអ្នកដែលចាំមានបទពិសោធន៍យូរឆ្នាំអីចឹងបងប្អូនអាចតាក់ទងមកខាងខ្ញុំបានព្រោះខាងខ្ញុំមានបទពិសោធន៍យូរឆ្នាំចាំតាំងពីឆ្នាំ2019បងប្អូនដែលគាត់ត្រូវការចាំជាលក្ខណៈតង់ឬក៏អាងឬក៏ស្រះទឹកបងប្អូនអាចសួរយោបល់បានហើយចង់ទិញពូជខាងខ្ញុំក៏ខ្ញុំមានសម្រាប់គាត់ជូនបងប្អូនទាំងអស់គ្នាណាខ្ញុំខានមករយៈបងប្អូនដោយសាររវល់ហើយអត់បានថតបង្ហាញពុកម៉ែបងប្អូនមើលអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការបកងខាងយើងនៅតែមានណាបងប្អូនណានេះខ្ញុំចាប់មកតង់បងប្អូនទាំងអស់គ្នាដោយសារតង់ហ្នឹងវាទឹកខូចទឹកអញ្ចឹងយើងត្រូវចាប់ហើយសម្អាតតង់បាចអំបិលបាចអីស្អាតហើយយើងដាក់ទៅវិញអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការយកទៅញ៉ាំអីបើសិនជាយើងចាំបានបកងសាច់ទេបកងអស់នេះគឺបើនិយាយពីរឿងអនាម័យវិញបងប្អូនទាំងអស់គ្នាតតែទឹកនឹងស្អាតហើយទឹកនឹងអនាម័យនិយាយទៅដូចទឹកយើងញ៉ាំអញ្ចឹងពេលហាក់គ្រប់គ្រាន់ទៅអាចចាំបកងអូស្ត្រាលីនេះហួសអញ្ចឹងសម្រាប់អនាម័យវិញគឺលេខ1ហើយបើសិនជាទឹកនឹងខូចគុណភាពទឹកស្អីទឹកអីគឺបកងនឹងងាប់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការចាំលក្ខណៈស្រឡាញ់សត្វទឹកអីអញ្ចឹងនៅផ្ទះឬក៏បងប្អូនចង់ចាំលក្ខណៈកំសាន្តតាំងលម្អឬក៏កន្លែងភោជនីយដ្ឋាននេះបងប្អូនអាចសាកបានយើងសាកទៅតាមកម្រិតដែលយើងស្រឡាញ់ណាហើយបងប្អូនចង់បានមេបាពូជក៏បានឬក៏មេពណ៌ឬក៏កូនបកងអីក៏បានបងប្អូនទាំងអស់គ្នានេះគឺបកងដែលខ្ញុំចាំខ្លួនឯងផ្ទាល់តែម្ដងគឺអត់មាននាំចូលទេខ្ញុំចាំលក់ខ្លួនឯងមកយូរហើយភ្ញៀវគាត់កំងខាងខ្ញុំគឺអត់ដែលខកម្ដងទេបងប្អូនទាំងគ្នាដោយសារបកងរបស់ខ្ញុំយកទៅចាំគឺដឹងតែរស់ហ្មងខ្ញុំធានា 100% ដោយសារខ្ញុំចាំបែបធម្មជាតិខ្ញុំអត់ប្រើថ្នាំទេសម្រាប់អ្នកចាំថ្មីគឺគាត់ងាយស្រួលមែនទែនយកទៅដល់គាត់បរិញ្ញាតែបច្ចេកទេសពីខ្ញុំទៅអញ្ចឹងបងប្អូនគាត់អាចដាក់ចាំទៅបានហើយសម្រាប់បងប្អូនដែលគាត់មានទឹកដងឆ្នប់អញ្ចឹងបងប្អូនអាចប្រើទឹកយើងមានទឹកសម្រាប់សកូតុកយកទៅប្រើបានយើងអត់អាចបើកន្លែងខ្លះកបោខ្លាំងយើងដាក់ដងឆ្នប់ចាំអត់កើតទេតែកន្លែងខ្លះគាត់អាចកបោតិចប៉ុន្តែដើម្បីធានាថា 100% បកងយើងអត់មានបញ្ហាទេយើងស្តុបទឹកនឹងសិនទៅរយៈពេល1អាទិត្យឬក៏10ថ្ងៃហ្នឹងយើងយកទឹកនឹងយកមកប្រើដាក់វិញបានអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការកំងបងប្អូនអាចតាក់ទងបានណាអរគុណច្រើនជម្រាបលាបាយបាយ